ជំរាបសួរពុកម៉ែបងប្អូនក្នុងបណ្ដាញសង្គម YouTube ទាំងអស់ថ្ងៃនេះប្អូនមានពាក្យស្លោកខ្លីៗហើយមានន័យ1ព្យាយាមថ្ងៃនេះជោគជ័យថ្ងៃស្អែក2បរាជ័យមិនមែនចប់តែជាការចាប់ផ្ដើមថ្មី3ធ្វើល្អថ្ងៃនេះទទួលល្អថ្ងៃក្រោយ4កុំបោះបង់សុបិនព្រោះវាជាពន្លឺនៃជីវិត5ជីវិតខ្លីត្រូវរស់ដោយមានតម្លៃ6ស្មោះត្រង់លើខ្លួនឯងគឺជាកម្លាំងដ៏ធំបំផុត7អត់ធ្មត់ថ្ងៃនេះសម្រាប់គោលដៅថ្ងៃមុខ8គំនិតវិជ្ជមានបង្កើតអនាគតល្អបើពុកម៉ែបងប្អូនចូលចិត្តសូមជួយ Subscribe ម្នាក់មួយផងសូមអរគុណ